ជំនឿសួរប្រិយមិត្តថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកស្គាល់កន្លែងទាំង6ដែលគួរឲ្យខ្លាចបំផុតនៅលើពិភពលោកតើកន្លែងទាំង6នោះមានអ្វីខ្លះនោះសូមប្រិយមិត្តស្ដាប់រីកស្ដាប់ដូចតទៅ 1. លើ E Caminito Deri ប្រសិនបើអ្នកមិនខ្លាចខ្ពស់ហើយអាចទប់ចំហខ្លួនឯងឲ្យនឹងបានអ្នកអាចសាកល្បងដើរលេងនៅ E Caminito Deri ដែលស្ថិតនៅក្នុងប្រទេសអ៊ីស្ប៉ាញបានវាត្រូវបានគេសាងសង់ឡើងនៅក្នុងដើមឆ្នាំ 1990 សម្រាប់ឲ្យអ្នកធ្វើការអាចឆ្លងកាត់បានផ្លូវមួយនេះចាប់ផ្ដើមមានការពុកផុយហើយត្រូវបានបិទអស់រយៈពេល 10 ឆ្នាំហើយក៏ត្រូវបានបើកឲ្យប្រើប្រាស់វិញនៅក្នុងឆ្នាំ 2005 ដោយប្រើប្រាស់ឈើមកធ្វើជាផ្លូវដើរវិញឥឡូវនេះអ្នកដំណើរមានសិទ្ធិដើរកាត់ផ្លូវមួយនេះដោយសេរីហើយផ្លូវមួយនេះមានកម្ពស់ 100 ម៉ែត្រពីទន្លេហើយព័ទ្ធដោយផ្ទាំងថ្មធំៗជាជញ្ជាំងហេតុនេះសម្រាប់អ្នកដែលចង់ធ្វើដំណើរតាមផ្លូវមួយនេះត្រូវត្រៀមខ្លួនជាមុនសិនព្រោះវាត្រូវការពេលដល់ទៅ3ម៉ោងដើម្បីដើរកាត់ផ្លូវមួយនេះ 2. មាត់ភ្លឹងភ្លើងមួយនេះត្រូវបានគេរកឃើញនៅ Turkmenistan វាមានទំហំប៉ុនតារាងបាល់ទាត់មួយហើយក៏បានតាក់ទាញអ្នកទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំមាត់ភ្លើងមួយនេះនៅតែបន្តការឆេះដោយមិនព្រមឈប់មកជាង40ឆ្នាំមកហើយក៏មានមនុស្សជាច្រើនបានធ្វើដំណើរទៅមើលកន្លែងនោះដោយការចង់ដឹងនិងចង់ឃើញសូមប្រុងប្រយ័ត្នកុំឈរជិតវាខ្លាំងពេក 3. Cheltenham Castle ត្រូវបានគេនិយាយថាគឺជាប្រាសាទដែលសម្បូរខ្មោចលងជាងគេនៅក្នុងប្រទេសអង់គ្លេសខ្មោចដែលល្បីជាងគេត្រូវបានគេហៅថា Blue Boy ហើយអ្នកទេសចរដែលបានទៅទស្សនាប្រាសាទនោះផ្ទាល់តែងតែនិយាយថាបានឮសំឡេងខ្មោចនោះយំហើយក៏បានឃើញភ្លើងពណ៌ខៀវហោះក្នុងបន្ទប់មួយក្នុងនោះទៀតផងប្រសិនបើអ្នកពិតជាមិនខ្លាចខ្មោចនោះទេអ្នកអាចសាកល្បងទៅដើរកម្សាន្តនៅទីនោះបានជាពិសេសថែមទាំងមានសេវាកម្មដើរទស្សនាខ្មោចនៅពេលយប់បន្ថែមទៀតផង 4. Ehada Queimada Grande ឬហៅម្យ៉ាងទៀតថាជាកោះពស់ដែលស្ថិតក្នុងប្រទេសប្រេស៊ីលគឺជាកន្លែងមួយគត់ដែលពស់ពឹសប្រភេទ Golden Lancehead Viper រស់នៅបានពឹសរបស់វាគឺអាចធ្វើឲ្យមនុស្សស្លាប់ហើយថែមទាំងធ្វើឲ្យស្បែករលួយទៀតផងនៅឆ្នាំ 1990 មានមនុស្ស 2-3 នាក់បានរស់នៅលើកោះមួយនេះប៉ុន្តែសប្តាហ៍ថ្ងៃនេះមាននរណារស់នៅទីនោះបាននោះទេហើយរដ្ឋាភិបាលក៏បានរារាំងមនុស្សមិនឲ្យចូលទៅទស្សនាផងដែរ 5. The Bermuda Triangle គឺជាកន្លែងដែលអាថ៌កំបាំងមួយនៅក្នុងលោកវាមានទីតាំងនៅក្នុងមហាសមុទ្រអាត្លង់តិកចន្លោះកណ្ដាល Bermuda, Puerto Rico និង Florida មានយន្តហោះនិងទូកជាច្រើនបានបាត់នៅក្នុងតំបន់នេះហើយអ្នកវិទ្យាសាស្ត្រក៏បានជឿថាការដែលបាត់នៅទីនេះក៏ព្រោះតែអាកាសធាតុមិនល្អឬមិនអីចឹងគឺជាកំហុសរបស់មនុស្សតែមានមនុស្សខ្លះបានប្រកាសចិត្តថាវាច្បាស់ជាមានរឿងអាថ៌កំបាំងណាមួយនៅពីក្រោយការបាត់នៅទីនោះជាមិនខានវាអាចជាមកពីកន្លែងនេះត្រូវបណ្ដាសាឬក៏មានមនុស្សភពផ្កាយយកទៅកថាបានទោះជាបែបនេះក៏ដោយក៏នៅតែមិនអាចបញ្ឈប់ការធ្វើដំណើររបស់មនុស្សបាននោះដែរពេលនៅតែឃើញមានយន្តហោះនិងកប៉ាល់បានបើកសម្ដៅទៅកាន់ទីនោះម្ដងហើយម្ដងទៀតអ្នកចាប់អារម្មណ៍ទៅលេងទីនោះដែរឬទេ 6. កន្លែងកម្សាន្ត The King Daga គឺជា roller coaster ឧស្សាហកម្មបំផុតនៅលើពិភពលោកវាមានទីតាំងស្ថិតនៅក្នុង Six Flags Great Adventure Park នៅក្នុង New Jersey វាមានកម្ពស់ 128 ម៉ែត្រនិងមានល្បឿន 206 គីឡូម៉ែត្រក្នុង1ម៉ោងដោយប្រើរយៈពេលតិចជាង 3 ទៅ 5 វិនាទីសម្រាប់អ្នកដែលចូលចិត្តភាពរំភើបរំជួលអាចសាកល្បងបានធានាថាពេលដែលអ្នកបានជិះហើយអ្នកនឹងដឹងថាពេលនោះហើយគឺជាពេលដែលគួរឲ្យភ័យខ្លាចបំផុតក្នុងជីវិតរបស់អ្នកទាំង6នេះគឺជាកន្លែងកម្សាន្តដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោកបើសិនជាប្រិយមិត្តចង់ទៅទស្សនាប្រិយមិត្តអាចសាកល្បងបានជាចុងក្រោយខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់រាល់ការអធិប្បាយរបស់ខ្ញុំហើយបើសិនខ្ញុំនិយាយលើសលួសខ្វះខាតត្រង់ណាសូមប្រិយមិត្តមេត្តារិះគន់ខាងក្រោមវីដេអូជាចុងក្រោយវីដេអូក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅខាងមុខនេះខ្ញុំសូមជូនពរឲ្យបងប្អូនជួបតែសំណាងល្អមានសុខភមង្គលគ្រប់ក្រុមគ្រួសារមានសុខភាពល្អនិងរកស៊ីមានបានគ្រប់គ្នាសូមអរគុណ